តមកស្គាល់បុគ្គលល្បីៗពិភពលោកទាំង35រូបដែលធ្លាប់ធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជាប្រាសាទអង្គរវត្តកម្ពុជាមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យគួរជាទីស្ងប់ស្ងាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផងប្រាសាទអង្គរវត្តក៏ដូចជារមណីយដ្ឋានអង្គរទាំងមូលគឺទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោកដោយមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរទូទៅប៉ុន្តែបានអន្តងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឲ្យមកទស្សនាជាបន្តបន្ទាប់ផងដែរខាងក្រោមនេះគឺជាឈ្មោះបុគ្គលល្បីៗលំដាប់ពិភពលោកទាំង35រូបដែលធ្លាប់បានធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តនៅកម្ពុជាទី1លោកតាសាឡូឬក៏ Charlie Chaplin តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី20បានមកទស្សនានៅអំឡុងឆ្នាំ1936ទី2លោកស្រី Jacqueline Kennedy អតីតស្ត្រីទី1របស់សហរដ្ឋអាមេរិកដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី35លោក John F Kennedy លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ1967នៅក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាតបតាមការអញ្ជើញរបស់សម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមទី3លោកស្រី Angelina Jolie តារាសម្ដែងនិងជាអ្នកផលិតខ្សែភាពយន្តអាមេរិកលោកស្រីធ្លាប់បានមកប្រទេសកម្ពុជាក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្តនិងតំបន់រមណីយដ្ឋានអង្គរទាំងមូលជាច្រើនលើកប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះគឺអំឡុងឆ្នាំ2000ទី4ព្រះមហាក្សត្រជប៉ុនព្រះចៅអាគីស៊ីណូនិងព្រះអគ្គមហេសីបានយាងមកទស្សនានៅអំឡុងឆ្នាំ2001ទី5លោករ៉ូម៉ូយុនអតីតប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយាបានមកទស្សនានៅអំឡុងឆ្នាំ2006ទី6លោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី42បានមកទស្សនានៅអំឡុងឆ្នាំ2006ទី7លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook និងភរិយាបានមកទស្សនានៅអំឡុងឆ្នាំ2007ទី8លោកជុងជីហ៊ុនហៅរ៉ែនតារាចម្រៀងកូរ៉េខាងត្បូងបានមកទស្សនានៅអំឡុងឆ្នាំ2008ទី9លោកលីមយ៉ុងបាក់អតីតប្រធានាធិបតីកូរ៉េខាងត្បូងបានមកទស្សនានៅអំឡុងឆ្នាំ2009ទី10លោកថាក់ស៊ីនស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីថៃបានមកទស្សនានៅអំឡុងឆ្នាំ2009 11លោកស្រី Hillary Clinton អតីតស្ត្រីទី1របស់សហរដ្ឋអាមេរិកបានមកទស្សនារមណីយដ្ឋានអង្គរនៅអំឡុងឆ្នាំ2010លោកស្រីគឺជាអតីតភរិយារបស់លោក Bill Clinton និងធ្លាប់ជាបេក្ខភាពប្រធានាធិបតីដែលបានចូលឈ្មោះប្រកួតប្រជែងជាមួយនឹងលោក Donald Trump នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកទី12ក្រុមតារាចម្រៀងស្ៃនីនៃប្រទេសកូរ៉េខាងត្បូងបានមកទស្សនានៅអំឡុងឆ្នាំ2010 13លោកស្រី Marian Rivera និងស្វាមីរបស់លោកស្រីគឺលោក Dantes ដែលជាតារាសម្ដែងហ្វីលីពីនកាត់អេស្ប៉ាញបានមកទស្សនានៅអំឡុងឆ្នាំ2012 14លោកហ៊ូជីនតាវអតីតប្រធានាធិបតីចិនបានមកទស្សនានៅអំឡុងឆ្នាំ2012 15ព្រះមហាក្សត្រជប៉ុនព្រះចៅណារ៉ូហ៊ីតូបានយាងមកទស្សនានៅអំឡុងឆ្នាំ2012 16លីប៊ុំស៊ូនៅលោកអ៊ីមស៊ូយ៉ាងនិងសមាជិកក្រុមសម្ដែង Iritu របស់កូរ៉េខាងត្បូងបានមកទស្សនានៅអំឡុងឆ្នាំ2012 17តារាសម្ដែង Janet A តារាសម្ដែងសង្ហបុរីបានមកទស្សនានៅអំឡុងឆ្នាំ2014 18លោកស្រី Beyonce តារាចម្រៀងអាមេរិកបានមកទស្សនានៅអំឡុងឆ្នាំ2015 19លោកស្រី Michelle Obama អតីតស្ត្រីទី1របស់សហរដ្ឋអាមេរិកដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីអាមេរិកទី44លោក Barack Obama បានមកទស្សនានៅអំឡុងឆ្នាំ2015ទី20លោក David Beckham អតីតតារាបាល់ទាត់អង់គ្លេសបានមកទស្សនានៅអំឡុងឆ្នាំ2015 21លោក Mohammad Hamid Ansari អតីតអនុប្រធានាធិបតីឥណ្ឌានិងភរិយាបានមកទស្សនានៅអំឡុងឆ្នាំ2015 22លោក Dmitry Medvedev អតីតនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីបានមកទស្សនានៅអំឡុងឆ្នាំ2015 23អ្នកនាង Jaya Surasaya តារាសម្ដែងថៃបានមកទស្សនានៅអំឡុងឆ្នាំ2015 24លោកស្រី Eva Longoria Boston តារាសម្ដែងអាមេរិកបានមកទស្សនានៅអំឡុងឆ្នាំ2016 25លោក Dozat Bot តារាសម្ដែងអង់គ្លេសបានមកទស្សនានៅអំឡុងឆ្នាំ2016 26 Elvin Chekpo Z Ithaitan និង Roman Othan តារាសម្ដែងសង្ហបុរីបានមកទស្សនានៅអំឡុងឆ្នាំ2016 27លោក Nistelrooy តារាបាល់ទាត់ហូឡង់បានមកទស្សនានៅអំឡុងឆ្នាំ2018
28លោក Ed Sheeran តារាចម្រៀងអង់គ្លេសបានមកទស្សនានៅអំឡុងឆ្នាំ2019 29លោក Jack Ma មហាសេដ្ឋីចិនបានមកទស្សនានៅអំឡុងឆ្នាំ2019 30លោកស្រីអង្សានសូជីអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបានមកទស្សនានៅអំឡុងឆ្នាំ2019 31លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងបានមកទស្សនានៅអំឡុងឆ្នាំ2020 32លោក Lee Rong Kwang តារាភាពយន្តហុងកុងដែលសម្ដែងជាតួមេតបគួនអ៊ីឆាងនៅក្នុងរឿងសាមកុកក៏បានមកទស្សនារមណីយដ្ឋានអង្គរនៅអំឡុងឆ្នាំ2017ផងដែរ33តារាក្បាច់គុនខ្មែរសូរិននៅថៃលោកតូនីចាបានមកទស្សនានៅអំឡុងឆ្នាំ2019 34លោកសាយតារាចម្រៀងកូរ៉េខាងត្បូងបទកម្មនិងស្ទាយកំណត់កាលបរិច្ឆេទមិនបានដោយឃើញតែរូបភាពប៉ុណ្ណោះ35លោកអេរិកតាងតារាកំ pl ែងហុងកុងកំណត់កាលបរិច្ឆេទមិនបានក្រៅពីបុគ្គលល្បីៗដែលបានរៀបរាប់ខាងលើនេះក៏នៅមានបុគ្គលល្បីៗជាច្រើនទៀតដែលបានមកទស្សនាប្រាសាទអង្គរវត្តក៏ដូចជារមណីយដ្ឋានអង្គរទាំងមូលផងដែរជំរាបជូនផងដែរថាប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្រោមស្នាព្រះហស្ថព្រះបាទសូរវរ្ម័នទី2នៅដើមសតវត្សទី12បច្ចុប្បន្នប្រាសាទនេះបានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេខណៈដែលរមណីយដ្ឋានអង្គរទាំងមូលក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ